កត្តា4យ៉ាងដែលអាចធ្វើឲ្យសរសៃយើងលូតកូនបានអញ្ចឹងធ្វើបច្ចុប្បន្នដើម្បីកាត់បន្ថយហានិភ័យទាំងអស់ហ្នឹងម៉ាក់កំពុងតែពោប្រហែលជាមានការព្រួយបារម្ភពីហានិភ័យផ្សេងដែលអាចនាំឲ្យរលូតកូនហើយប៉ុន្តែករណីរលូតកូនភាគច្រើនគឺកើតឡើងហួសពីការគ្រប់គ្រងរបស់យើងយ៉ាងណាមិញប្រសិនបើយើងដឹងពីមូលហេតុទូទៅនៃការរលូតកូនម៉ាក់អាចមានអារម្មណ៍ធូរស្រាលក៏ដូចជាជួយបង្កើនឱកាសនៃការពោពោះដែលមានសុខភាពល្អហើយនិងប្រកបដោយជោគជ័យយោងតាម website Hello Group Pet តាក់ទងជាមួយនឹងមូលហេតុទូទៅនៃការរលូតកូនវិញមានដូចជាទី1ដោយសារតែក្រូម៉ូសូមអត់ប្រក្រតីចំនួនក្រូម៉ូសូមអត់ប្រក្រតីរបស់ទារកអាចបណ្ដាលឲ្យកើតមានបញ្ហារលូតកូនក្នុងរយៈពេល12សប្តាហ៍ដំបូងហើយក្រូម៉ូសូមនេះដែរក៏ជាកត្តាកំណត់លក្ខណៈពិសេសរបស់កូនដូចជាសក់ហើយនិងពណ៌នៅពេលដែលក្រូម៉ូសូមខូចឬអត់ត្រូវចំនួននោះទារកក៏មិនអាចលូតលាស់បានត្រឹមត្រូវដូចគ្នាជាទូទៅបញ្ហាក្រូម៉ូសូមកើតលើស្ត្រីពពោះដែលមានអាយុលើសពី35ឆ្នាំឡើងទៅទី2ហ្នឹងគឺបញ្ហាសុខភាពម៉ាក់មានតួនាទីយ៉ាងសំខាន់ជួយឲ្យកូននៅក្នុងផ្ទៃមានសុខភាពល្អហើយនិងសម្រាលគ្រប់ខែជាទូទៅការរលូតកូនច្រើនតែកើតឡើងដោយសារតែបញ្ហាសុខភាពម៉ាក់រួមទាំងការកើតជំងឺស្អូចជំងឺកាមរោគដូចជាជំងឺអេដជំងឺស្វាយឬមួយក៏ជំងឺប្រព័ន្ធភាពស៊ាំជាងនឹងទៅទៀតដែរជំងឺរ៉ាំរ៉ៃដូចជាជំងឺទឹកនោមផ្អែមហើយនិងលើសសម្ពាធឈាមខ្ពស់ក៏អាចបង្កបញ្ហាផ្សេងៗអំឡុងពេលពពោះដែរបើសិនបើយើងគ្រប់គ្រងស្ថានភាពជំងឺអត់បានល្អក្រៅពីនឹងទម្លាប់រស់នៅជាប្រចាំថ្ងៃដូចជាការជក់បារីហើយនិងញ៉ាំគ្រឿងសើវងច្រើនឈុលក៏អាចបង្កើនហានិភ័យនៃការលូតកូនដែរទី3ការប្រើប្រាស់ថ្នាំទន្ទឹមនឹងដែរការប្រើប្រាស់ថ្នាំដែលគ្មានវេជ្ជបញ្ជាក៏អាចបង្កើនឱកាសក្នុងការរលូតកូនតួយ៉ាងដូចជាថ្នាំប្រឆាំងនឹងការរលាកសម្រាប់ព្យាបាលជំងឺរលាកសន្លាក់រ៉ាំរ៉ៃហើយនិងបញ្ហាស្បែកដូចជាជំងឺតអកហើយនិងជំងឺមុនទី4ការពុលអាហារជាមួយគ្នានេះការពុលអាហារអំឡុងពេលពពោះក៏អាចបង្កើនហានិភ័យនៃការរលូតកូនឬមួយក៏កូនស្លាប់នៅក្នុងផ្ទៃជាពិសេសនៅពេលដែលម៉ាក់ពុលសុទ្ធឆៅឬសាច់ឆៅដែលមានមេរោគទោះបីជាយើងអត់អាចបញ្ជៀសការរលូតកូនបានទាំងស្រុងក៏ពិតមែនប៉ុន្តែម៉ាក់អាចកាត់បន្ថយហានិភ័យបានដោយការថែទាំខ្លួនឲ្យបានល្អអំឡុងពេលពពោះវិធីសាស្ត្រមួយចំនួនដែលយើងគួរអនុវត្តក្នុងអំឡុងពេលដ៏សំខាន់ហ្នឹងណាគឺពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់រក្សាទម្ងន់ខ្លួនញ៉ាំវីតាមីនរក្សាកជៀសវាងការជក់បារីហើយនិងផឹកគ្រឿងស្រវឹងជាពិសេសទៅទៀតម៉ាក់មិនគួររំលងរបបអាហារសុខភាពហើយនឹងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ទេ